គាត់មានបញ្ហាសាច់បងកខាងក្រោយដានហ្នឹងដោយសារមហឹកមុនពេលវះកាត់ហ្នឹងគាត់អាសាក្តៅខ្លួនបងនិយាយរួមគឺអាការៈគឺក្តៅខ្លួនរហូតធ្វើឲ្យគាត់ឈឺកលាមពងកហើយក្តៅកម្ដៅពោះពោះរហូតដំបូងដោយសារយើងគាត់ថាគាត់ទូចហើយជាខ្លាចថាកាត់ហើយមិនដឹងប៉ះពាល់ទៅកន្លែងផ្សេងទៀតអត់ខ្ញុំក៏ភាសាមួយគ្រួសារទៅគាត់ក៏អូខេថាសម្រាប់ចិត្តថាវះទៅដើម្បីកាត់បន្ថយការគាត់ក្តៅខ្លួនផងហើយកុំឲ្យមានបញ្ហាថ្ងៃក្រោយអរគុណដុកទ័រតែបានវះកាត់គីមឡាញអាយវះកាត់គីមឡាញសុខភាពល្អសុខភាពល្អសួរចាខ្ញុំឈ្មោះសោមស្រីពៅអាយុ34ឆ្នាំថ្ងៃនេះខ្ញុំយកអូនគាត់មក check up សុខភាពគាត់ឡើងវិញពីព្រោះដោយសារឃើញគាត់ល្អប្រសើរជាងមុនច្រើនអញ្ចឹងចង់មើលគាត់ឡើងវិញអញ្ចឹងណាបងគាត់មានបញ្ហាសាច់បងកខាងក្រោយដានហ្នឹងដោយសារមហឹកមុនពេលវះកាត់ហ្នឹងគាត់អាសាក្តៅខ្លួនបងព្រោះពេលដែលខ្ញុំយកគាត់មក check up ម្ដងគឺមានបញ្ហាពាក់ព័ន្ធជាមួយនឹងសាច់បងកហ្នឹងរហូតខ្ញុំក៏សម្រេចចិត្តថាយកគាត់មកវះកាត់នៅពេទ្យអគិតសានសុខតានេះគាត់មានដុកទ័រឯកទេសខាងផ្នែកបងកខាងច្រមុះអញ្ចឹងណាគាត់ចាប់ផ្ដើមធ្វើទុកសាច់បងកនេះដូចជាចាប់ផ្ដើមពេលដែលគាត់ចូលរៀនសាលានិយាយរួមគឺអាការៈគឺក្តៅខ្លួនរហូតធ្វើឲ្យគាត់ឈឺកលាមពងកហើយក្តៅកម្ដៅពោះពោះរហូតថាពេលយើងដាក់ប៉ារ៉ាទៅគឺអត់ចុះកម្ដៅសោះអញ្ចឹងណាបងបើសិនជាយើងអត់វះកាត់សាច់បងកនោះវាអាចទៅធ្វើទុកកន្លែងផ្សេងបងធ្វើទុកដល់3កន្លែង3ចំណុចដូចជាបេះដូងហើយសាឡាហើយជាមួយត្មងនោមធម្មតាយើងម្ដាយយើងឃើញកូនអញ្ចឹងយើងនិយាយថាយើងទទួលយកគាត់ខ្លាចគាត់មានបញ្ហាថ្ងៃក្រោយទៀតក៏សម្រេចចិត្តមួយប៉ាគាត់ទៅយើងថាវះសាច់បងកនោះចេញហ្មងទៅខ្ញុំដំបូងខ្ញុំនាំគាត់ទៅខាងពុកម៉ែរបៀបថាគាត់ check up មើលជំងឺគាត់ជាទូទៅក្មេងក្តៅខ្លួនគាត់ត្រូវ check មើលឈាមអីខ្លះបញ្ហាព្រោះពាក់ព័ន្ធជាមួយក្តៅខ្លួនអញ្ចឹងណាបងដល់ពេលយើង check មើលទៅគឺអត់មានបញ្ហាមានតែក្នុងឈាមហ្នឹងគឺមានបញ្ជាក់ដូចប្រភេទ CRP ឡើងខ្ពស់អញ្ចឹងណាហើយអត់ដឹងថាគាត់ឈឺអីប៉ុន្តែពេលដែលទៅ check ជាមួយដុកទ័រម្ដងណាគឺមានឃើញអាលាមពងកនឹងដោយមកមួយរហូតរបៀបថាយើងសង្ស័យផ្នែកពងកនឹងដែរយើងក៏យកគាត់ទៅខាងពងក check មើលបន្ថែមទៀតម្ដងជា2ដងជា3ដងគឺឃើញមានអាការលាមហ្នឹងគឺដោយមកមួយរាល់ពេលគាត់ក្តៅខ្លួនអញ្ចឹងណាប៉ុន្តែបើ check ឈាមគឺអត់មានបញ្ហាអីទេគឺឃើញតែ CRP មួយឡើងខ្ពស់ទេតែអញ្ចឹងយើងទៅជួបផ្នែកគាត់ខាងពងកច្រមុះហ្នឹងគាត់ក៏ឲ្យគាត់ recommend ឲ្យយើងកាត់សាច់ហ្នឹងចេញពីព្រោះទុកយូរអត់បានអញ្ចឹងណាបងហើយប៉ះពាល់ក្នុងការរៀនសូត្ររបស់គាត់ទៀតដូចជាដើមឆ្នាំ2026នេះបងគាត់ចាប់ផ្ដើមធ្វើទុកញឹកខ្លាំងហើយក៏សម្រេចចិត្តថាមកជួបពេទ្យហើយគាត់ឲ្យយោបល់មកយើងក៏វះកាត់ទៅគាត់ចង់ទុកទៀតអញ្ចឹងណាបងដំបូងគាត់ឲ្យយើងផឹកថ្នាំសិនហើយឲ្យយើងពិចារណាសិនទៅពីព្រោះគាត់គ្រាន់តែប្រាប់ពីបញ្ហាសាច់ពងកហ្នឹងឯងថាហេតុអីបានកូនក្តៅខ្លួនហើយសាច់ពងកហ្នឹងធ្វើទុកអីខ្លាំងអញ្ចឹងណាយើងស្ដាប់ហើយក៏យើងយកទៅពិចារណាជាមួយគ្រួសារទៅអញ្ចឹងក៏សម្រេចចិត្តថាវះទៅវះបើតន់ដុកទ័រគាត់ recommend អញ្ចឹងយើងធ្វើទៅបន្ទាប់ពីវះហើយថ្ងៃវះហ្នឹងគាត់ចូលវះពេលព្រឹកល្ងាចឡើងដូចជាប្រហែលម៉ោងក្រោយគាត់ចាប់ផ្ដើមដឹងខ្លួនហើយល្ងាចឡើងគឺគាត់ញ៉ាំបាយញ៉ាំបបរអីធម្មតាវះកាត់ហើយគាត់លេងធម្មតាបងធម្មតាយើងមនុស្សធំយើងវះកាត់ហើយយើងងើបមកអត់សូវរីករាយទេដោយសារយើងឈឺមុខរបួសអញ្ចឹងបើគាត់អត់ទេងើបមកអញ្ចឹងដូចថាញ៉ាំទឹកបានញ៉ាំបបរបានងើបមកអង្គុយលេងរត់លេងហ្មងប្រាប់ថាដុកទ័រអត់ឲ្យអូនងើបអង្គុយអត់ឲ្យរត់លេងអីណាអត់ទេលេងទៅហ្មងពេលវះហ្នឹងអត់ឈឺចាប់ទេគាត់ប្រាប់ខ្ញុំថាវិធីសាស្ត្រវះកាត់សេរីក្រួយហ្នឹងគឺវះកាត់ត្រជាក់អញ្ចឹងធ្វើឲ្យអាមុខរបួសហ្នឹងងាយជាងជំនាន់មុនពេលវះត្រជាក់អញ្ចឹងទៅគ្រាន់តែកោសយកអាសាច់ហ្នឹងចេញមកគឺហើយយើងប្រើថ្នាំសាសតាមរយៈពេលដែលពេទ្យគាត់ឲ្យយើងប្រើទៅព្រោះដងពេលដែលគាត់ហាមាត់មកសាច់គាត់អត់ដូចសាច់ពងកអ្នកផ្សេងទេណាព្រោះអីដោយសារដុកទ័រគាត់ប្រាប់ថាសាច់គាត់រៀងដូចរៀងកញ្ញាញ់មិនទេឡែងកហ្នឹងតែខ្ញុំមិនដឹងថារបៀបមិនដែលខុសគ្នាជាមួយគេខ្លាំងរបៀបមិនប៉ុន្តែធ្លាប់តែខ្ញុំមានសាច់ហ្នឹងដែរពេលដែលលាកគឺវាហើមហើយវាជាក្របមូតែបើកូនខ្ញុំអត់ទេសាច់គាត់រៀងកញ្ញាញ់ហួយនៅអាកន្លែងផ្នែកសាច់កុយដាតយើងហ្នឹងហើយដល់ពេលវះកាត់អញ្ចឹងពេលយកចេញមករៀងក្របរៀងធំដែរដោយសារនៅនេះដុកទ័រយើងគាត់នៅនេះគាត់ឯកទេសហើយយើងមានទំនុកចិត្តលើគាត់ហ្មងមកន័យថាយើងអត់ព្រួយបារម្ភរឿងថាពេលវះកាត់ហើយកូនមានបញ្ហាថ្ងៃក្រោយដោយសារយើងមានទំនុកចិត្តនៅនេះយើងអញ្ចឹងសម្រាប់ចិត្តថាវះនៅនេះគឺល្អសម្រាប់កូនខ្ញុំអញ្ចឹងណាបងល្អទាំងអស់បងដូចជាអត់មានបញ្ហាអីសម្រាប់ខ្ញុំពួកអីដោយសារតាំងពីចូលគេងពេទ្យរហូតដល់ចេញពីពេទ្យគ្រប់សេវាកម្មទាំងអស់គឺគាត់ផ្ដល់ឲ្យគ្រប់
ភពល្អទាំងអស់ចឹងណាបងក្រោយវះកាត់រួយគាត់តមដែរបងព្រួយដុកទ័រគាត់ឲ្យញ៉ាំតាប្រភេទរបស់ទុនតមដូចប្រភេទខ្លាញ់ត្រជាក់ជាពិសេសគឺរបស់ហឹងហ្នឹងឥឡូវបច្ចុប្បន្ននេះគឺគាត់ញ៉ាំបានលេងបានតាំងពីវះកាត់ហើយគាត់សុបាយបងគាត់រីករាយគាត់អត់សូវដូចមុនណាពីមុនគាត់អាសាឈឺពេកទៅទឹកមុខគាត់ហើយជាមួយនឹងការដែលគាត់លេងគឺអត់ដូចក្មេងដតីទេធម្មតាយើងជាម្ដាយដល់ពេលឃើញកូនឈឺញឹកពេកក៏យើងអារម្មណ៍យើងអត់នៅមូលការងារក៏យើងអត់សូវបានធ្វើជាប់លាប់គិតតែរឿងថាកូនកើតអីអញ្ចឹងណាបងដល់ពេលឥឡូវគាត់វះកាត់ហើយយើងក៏រៀងធូរស្រាលជាងមុនណាគ្រាន់តែគាត់ឈឺហ្នឹងបងងាកឈប់គ្រាន់តែផ្ញើសារទៅសាលាគេដឹងថាយើងសុំច្បាប់បងអូយអត់មានអីក្រៅពីក្តៅខ្លួនបងហើយដល់អញ្ចឹងមានពិបាកគាត់ខានសូត្រហើយខាតពេលវេលាយើងច្រើនទៀតបងហើយខ្ញុំចេះប្រាប់គ្រូដែរហ្នឹងថាយកយល់គាត់ហងដោយសារគាត់ឈឺអញ្ចឹងណាតែឥឡូវគាត់បានវះកាត់រួចសុខភាពល្អឡើងវិញអញ្ចឹងគាត់អត់អីទេគាត់អាចហ៊ានយឺតជាងគេបន្តិចតែសំខាន់ឲ្យតែសុខភាពល្អយើងថ្ងៃក្រោយយើងពង្រឹងគាត់បន្ថែមទៀតបានអញ្ចឹងណាបងចាខ្ញុំសូមផ្ញើសារទៅកាន់ជូនម៉ាក់ប៉ាទាំងអស់បើសិនជាកូនមានបញ្ហាសុខភាពត្រង់ណាឬក៏គាត់មើលឃើញថាកូនអត់ស្រួលហើយគាត់ត្រូវយកមក check up ដើម្បីជួបជាមួយដុកទ័រគាត់ឯកទេសផ្នែកណាមួយឲ្យគាត់បានព្យាបាលដែលត្រឹមត្រូវហើយជាមួយនឹងវះកាត់ហើយគាត់មានសុខភាពល្អដូចកូនខ្ញុំអញ្ចឹងណាបងជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូគាត់បានវះកាត់ជូនកូនខ្ញុំឲ្យគាត់មានសុខភាពល្អឡើងវិញហើយខ្ញុំអត់មានពីអីជូនពរក្រៅពីជូនពរគាត់សុខភាពល្អជោគជ័យក្នុងការងារអរគុណដុកទ័រអរគុណដុកទ័រដែលបានវះកាត់គីមឡាញឲ្យវះកាត់កណ្ដាលសុខភាពល្អចាបងអរគុណច្រើនបង